ចាសំណួរសួរថាតើស្ត្រីដែលគាត់មានគ្រួសារគាត់មានដៃគូហើយតើគាត់អាចចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនបានដែរឬទេតាមពិតទៅទាក់ទងនឹងការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនវាមិនសំខាន់ទៅលើអ្នកដែលគាត់មានគ្រួសារគាត់មានដៃឬគូឬក៏គាត់អត់មានទេសំខាន់បំផុតគឺទៅលើអាយុរបស់គាត់ហើយស្ត្រីដែលគាត់សម្រេចចិត្តជាមួយនឹងការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនចាគឺគាត់កាន់តែយល់ដឹងច្បាស់ពីជំងឺនៃការជំងឺមហារីកមាត់ស្បូននឹងមកគាត់យល់ដឹងកាន់តែច្បាស់ថាទី1គឺនឹងយល់ដឹងថាវាឆ្លងដោយរបៀបណាហើយវាគួរការពារវាដោយរបៀបណាកុំឲ្យឆ្លងចាទី2គឺតើយើងគួរចាក់វ៉ាក់សាំងប្រភេទណាដែលអាចការពារយើងបានដែលវ៉ាក់សាំងខ្លះវាមានការពារ4មុខវ៉ាក់សាំងខ្លះមានការពារដល់ទៅ9មុខចាហើយក្រោយពីការចាក់វ៉ាក់សាំងហើយតើវាមានប្រសិទ្ធភាពបែបណាចំពោះសុខភាពរបស់គាត់ចាចំណុចទី3ស្ត្រីគួរតែឆែកសុខភាពចាតេស្តរោមមើលកោសិកាមហារីកមាត់ស្បូនមុននឹងសម្រេចចិត្តជាមួយនឹងការចាក់ហើយចំណុចទី4តើស្ត្រីគួរធ្វើបែបម៉េចដើម្បីការពារខ្លួនឯងកុំឲ្យមានបញ្ហាមហារីកមាត់ស្បូននឹងបាន 100% ជាពិសេសគ្រប់ស្ត្រីទាំងអស់ដែលសម្រេចចិត្តជាមួយនឹងការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូននឹងទទួលបានសេវាកម្មពីគ្រោះពិនិត្យសុខភាពចាពីគ្រោះយោបល់ពយល់ណែនាំលម្អិតបានធ្វើការចាក់វ៉ាក់សាំងនឹងតាមក្រោយអញ្ចឹងបងប្អូនស្ត្រីចាបើសិនជាសម្រេចចិត្តមួយការចាក់ឬក៏មានអំណងចង់ចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទៅឆែកសុខភាពទៅពីគ្រោះទៅពិនិត្យឲ្យច្បាស់មុននឹងសម្រេចចិត្តមួយការប្រើប្រាស់ចាអរគុណ